Ngàyนี้คือយើងខ្ញុំសូមបង្ហាញអំពីការតាក់តែងមេឃទ្របពុតរំញោមគោលបំណងដែលយើងធ្វើនេះគឺដើម្បីឲ្យចេញត្រួយថ្មីឲ្យមានការច្រើននិងផ្លែច្រើននេះគឺជាដើមចាស់របស់វាហើយក៏មានផ្លែរបស់វាដែរប៉ុន្តែយើងកាត់វាចោលដើម្បីឲ្យវាបែកមេឃថ្មីហើយមានផ្លែថ្មីបាទសូមទស្សនាដូចយើងជាមួយយើងខ្ញុំដូចតទៅបាទអានេះគឺប្រភេទមេឃចាស់ហើយមានសត្វល្អិតដូច្នេះគឺយើងត្រូវកាត់វាចោលបាទមេឃទម្លាក់ប្រភេទនេះក៏យើងមិនទុកដែរយើងកាត់វាចោលដើម្បីឲ្យវាទម្លាយហើយមេឃចាស់ក៏យើងកាត់ចោលហើយបងប្អូនសូមជម្រាបបងប្អូនថាចំពោះការកាត់មេឃនេះគឺយើងកាត់មើលមេឃណាដែលមានត្រួយលាស់ទុកត្រួយដែលមានលាស់ខ្ចីបាទតែយើងកាត់ចោលចឹងបងប្អូនមើលអាកន្លែងត្រួយដែលលាស់ខ្ចីប្រភេទនេះក៏យើងទុកវាបាទគេកាត់ចោលនេះបើយើងកាត់ចោលហើយយើងបាញ់ថ្នាំវានឹងដោះត្រួយសាកថ្មីបាទកាត់ចោលនេះយើងកាត់វាចោលដែរបាទហើយមេឃណាដែលតូចមេឃណាដែលឥតប្រយោជន៍គឺយើងកាត់វាចោលចឹងយើងទុកអាមេឃដែលមានត្រួយនេះចឹងអាមេឃដែលដោះមកឆ្ងាយពេកគឺយើងកាត់វាចោលដែរបាទកាត់ចោលអាមេឃតូចចេះគឺយើងកាត់ចោលយើងកាត់ចោលអានេះមេឃមានជំងឺក៏យើងកាត់វាចោលដែរបាទមេឃដែលដល់ដីទេហើយយើងកាត់វាចោលដែរបាទហើយមេឃនេះគឺយើងទុកតែមេឃដែលមានចេញមកត្រួយថ្មីបាទយើងកាត់ត្រួយចាស់មេឃចាស់ចោលបាទអានេះបាទអានេះក៏យើងកាត់ចោលដែរយើងកាត់ចោលមើលទៅឲ្យស្អាតតែម្ដងបាទដោយសារខ្ញុំដៃមួយខាងកាន់ទូរស័ព្ទដៃមួយខាងខ្ញុំកាត់វាចោលមិនតែជាប់ចេះតែយើងកាត់វាចោលហើយទុកវាចាស់មានបន្លាបាទចឹងអានេះយើងកាត់ចោលយើងទុកតែមេឃប៉ុនមេឃដែលវាមានគិតយើងបាទយើងកាត់ចោលហើយនេះយើងកាត់ចោលបាទអរគុណចំពោះបងប្អូនដែលបានទស្សនានៅវីដេអូរបស់យើងខ្ញុំបាទ